ជ្រាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរពុកម៉ែបងប្អូនទាំងអស់គ្នាគឺថានាងខ្ញុំមានដលងម្ដុំធំខ្លាំងមែនតើហ្មងណាហើយដលងនេះដែរគឺថាខ្ញុំជីកទុក3-4ថ្ងៃហើយពុកម៉ែបងប្អូនហើយខ្ញុំអត់ដឹងថាត្រូវធ្វើអីហូបចឹងប៉ុន្តែថ្ងៃនេះនឹកឃើញចង់ហូបបបរដលងខ្ទិះដលងពុកម៉ែបងប្អូនអញ្ចឹងខ្ញុំក៏បានយកវាមកចិតសបកហើយយកវាមកលាងទឹកលាងអីឲ្យស្អាតអញ្ចឹងណាបងប្អូនហើយបន្ទាប់ពីលាងទឹកស្អាតហើយអញ្ចឹងខ្ញុំក៏បានយកដលងហ្នឹងមកកាប់ជាដុំតូចបងប្អូនដើម្បីយកវាទៅរំងាស់អញ្ចឹងណាហើយពេលដែលខ្ញុំចិតដលងនេះម្ដងណាគឺថាខ្ញុំឃើញសាច់ដលងហ្នឹងគឺថាខ្ញុំក្រើតខ្លាំងមែនតែនបងប្អូនហើយគឺថាសាច់គេឡើងខ្ចីញញឡើងល្អហ្មងណាចាបន្ទាប់ពីចាត់ដុំហើយខ្ញុំក៏បានដាក់វាចូលមកក្នុងឆ្នាំងណាបងប្អូនបន្ទាប់ពីដាក់វាចូលមកក្នុងឆ្នាំងហើយចឹងខ្ញុំក៏បានចាក់ជាមួយនឹងទឹកធម្មតាយើងហ្នឹងណាបងប្អូនចាក់វាដើម្បីងាស់ដលងនឹងស្ងោរងាស់ដលងហ្នឹងណាបងប្អូនចាហើយការធ្វើបបរខ្ទិះដលងរបស់នាងខ្ញុំថ្ងៃនេះគឺថាខ្ញុំអត់មានជាប្រភេទខ្ទិះដូងស្រស់ទេបងប្អូនគឺថាខ្ញុំប្រើជាប្រភេទខ្ទិះដូងកំប៉ុងអញ្ចឹងបងប្អូនហើយប៉ុន្តែបើសួរថារវាងខ្ទិះដូងកំប៉ុងហើយនិងខ្ទិះដូងស្រស់តើមួយណាឆ្ងាញ់ជាងមួយណាល្អជាងនាងខ្ញុំសូមឆ្លើយថាខ្ទិះដូងស្រស់ឆ្ងាញ់ជាងហើយក៏ល្អជាងដែរបងប្អូនប៉ុន្តែថ្ងៃនេះដោយសារតែនាងខ្ញុំមករកទិញដូងស្រស់ហ្នឹងវាអត់បានអញ្ចឹងក៏សម្រេចចិត្តថាប្រើខ្ទិះដូងកំប៉ុងនេះជំនួសហ្មងទៅទោះបីជាវាអត់ឆ្ងាញ់អត់ឈ្ងុយដោយខ្ទិះដូងស្រស់ប៉ុន្តែវាអាចជំនួសបានអញ្ចឹងខ្ញុំក៏ប្រើខ្ទិះដូងកំប៉ុងនេះមកទៅខ្ញុំដាក់វាចំនួនមកកំប៉ុងបងប្អូនក៏ថាហើយក៏ចាក់ម្សៅសាគូនេះចូលណាបងប្អូនម្សៅសាគូនេះគឺថាខ្ញុំបានត្រាំទឹកវារីកហើយខ្ញុំក៏បានលាងវារួចរាល់ហើយដែរហើយខ្ញុំដាក់ខ្ទិះដូងហើយខ្ញុំចាក់ម្សៅសាគូនឹងចូលទៅបងប្អូនហើយបន្ទាប់មកខ្ញុំក៏បានដាក់ជាប្រភេទស្ករត្នោតបន្តិចដែរបបរខ្ទិះហ្នឹងប៉ុន្តែខ្ញុំអត់បានថតទេកន្លែងដាក់ស្ករត្នោតហ្នឹងបងប្អូនហើយកន្លែងដាក់អំបិលក៏នាងខ្ញុំបានថតដែរអញ្ចឹងបងប្អូនបើសិនជាធ្វើហូបអាចដាក់អំបិលបន្តិចផងណាដើម្បីកុំឲ្យផ្អែមយើងវាមានរសជាតិភ្លាវប៉ុន្តែសម្រាប់ខ្ញុំគឺថានាងខ្ញុំដាក់ប៉ុន្តែអត់បានថតឲ្យពុកម៉ែបងប្អូនអរគ្នាមើលអញ្ចឹងសូមអធិស្ឋានផងចាហើយគឺថាការធ្វើបង្អែមរបស់នាងខ្ញុំនៅថ្ងៃនេះក៏ចិត្តរួចរាល់ហើយដែរបងប្អូនហើយឥឡូវគឺថាដល់វគ្គភ្លក់ហើយឥឡូវខ្ញុំភ្លក់រសជាតិដឹងថាវាប្រៃផ្អែមល្មមអីចឹងបងប្អូនហើយវាក៏ស្ទើរផ្អែមចឹងខ្ញុំក៏ថែមស្ករតិចទៀតទៅហើយលក្ខណៈថាសាមញ្ញធម្មតាបែបយើងអ្នកស្រុកស្រែចំការចឹងណាបងប្អូនឥឡូវនឹងឃើញថាផ្អែមរបស់នាងខ្ញុំក៏បានឆ្អិនរួចរាល់ហើយដែរហើយបើថានិយាយពីដលងវិញគឺថាសាច់ឆ្អិនល្មួតហ្មងបងប្អូនហើយនេះដែរគឺជាកូនប្រុសពៅរបស់នាងខ្ញុំគឺថាគេចូលចិត្តខ្លាំងណាស់ចំពោះផ្អែមដលងនេះបងប្អូនឥឡូវម្នាក់មួយចានពីអ្នកម៉ែកូនទល់មកគ្នា